កូនសុំតោជួយមិនបានវៃសងគ្រួសារយើងកំពុងលំបាកវៃកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងបិទភ្នែកសួរខ្លួនឯងថាឯណាទៅព្រោះខ្ញុំត្រូវដើរសតតែជ្រុះមិនក៏គ្មានកម្មយន្តដើរមួយណាសិតត្រូវហើយមួយណាជាខ្លើពេលខ្ញុំដើរផ្លូវខុសគេបែរជាសរសើរគេមិនចង់ឃើញខ្ញុំប្រសើរមើលមុខមើលមាត់ណាស់មិនរាប់គេជាខ្លើពេលខ្លះក៏រាប់ខុសដូចជាពាក្យចាស់លោកបានប្រដៅស្គាល់មុខតែមិនអាចស្គាល់ចិនបាម៉ាំងអើយកូនសុំតោជួយមិនបានវៃសងគ្រួសារយើងកំពុងលំបាកវៃកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងលើកដៃសំពះខ្ញុំចាក់ចេញពីផ្ទះទាំងធានមិនទាន់រះលះអរិយអ្នកតាទីខ្ញុំទូមអ៊ូលស្ទះទូមិនសមនៅក្រុងក៏ខ្ញុំនៅតែជំនះមិនប្រណាំងនឹងគេតែប៉ុណ្ណានឹងកាពះកូនតែចង់ឈ្នះអាហាបីពេលក៏អរគុណព្រះគ្រាន់សង្ឃឹមថ្ងៃមួយបុណ្យលឺជីវិតភ្លឺចាំដូចថ្ងៃរះជីវិតខ្ញុំខុសពីជីវិតគេជីវិតខ្ញុំខុសពីជីវិតគេគ្មានសៅរ៍អាទិត្យរវល់រហូតគ្មានពេលទំនេរខ្ញុំប្រឹងប៉ុណ្ណឹងហើយរឿងនេះមើលមិនឃើញទេបើខ្ញុំនៅតែក្រសុំកុំពីលបាត់ទេប្រឹងហើយក៏គេងមិនគ្រប់ធ្វើការតាំងពីព្រឹករហូតទល់ព្រលប់បើខ្ញុំមិនប្រឹងទេសួរថាបានអង្គមកពីណាខ្ញុំយកមកហូបជោគនេះហើយជាជីវិតនេះក្របិទភ្នែកបើកភ្នែកមានខ្លះចេញមកដើរវែកញែកថានេះក្រនចេញចុះចិត្តទៅការគិតទៅពីដេកខ្ញុំប្រឹងមុខខ្ញុំមិនឡើងស្លេកបែបវងវាយសាច់ការចង់ទៅជួក់ឆ្នាំពេកខ្ញុំមិនយល់អ្នកក្រគួរអីហាត់អ្វីអ្នកចង់បំពល់ចង់ប្រតអ្នកថាខ្ញុំក៏ចង់មានដែរតែមិនតន់អំណោយផលវាស្នាខ្ញុំតបែម៉ាងអើយកូនសុំតោជួយមិនបានអ្វីសោះគ្រួសារយើងកំពុងលំបាកវៃកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងគណៈរាត្រីខ្ញុំជក់បរិយអង្គុយសិនណោះខ្លួនឯងខ្ញុំចេះតែគិតពីនេះពីនោះខួរក្បាលនេះគិតចង់ហុយផ្សាយឲ្យផ្លូវជីវិតរញ៉េរញ៉ៃត្រឡប់ទៅលិនដល់ឡើងវែងពេលដែលធំវិញសម្ពាធច្រើនណាស់ខកកាលពីក្មេងស៊ីបាយឲ្យរត់ទៅលេងមិនដែលជាខ្វល់ឲ្យគិតគូពីរឿងអីផ្សេងប៉ុន្តែឥឡូវគិតច្រើនខ្ញុំផ្ទុះ my brain សម្ពាធសំពីសំពងជីវិតមួយនេះលំបាកមែនរឿងជីវិតមិនលំបាកពេកហើយប្រឹងណាស់តែមិនឃើញកង់ត្រាយហើយពេលខ្លះខ្ញុំមិនជាសែនហត់នឿយហើយពេលខ្លះខ្ញុំមិនជាសែនហត់នឿយគិតទៅមនុស្សយើងមានជីវិតមួយដូចតែគ្នាតែជីវិតខ្ញុំវាដូចជារស់សែនវេទនាគេអ្នកមានគេរស់ស្រួលជីវភាពគេធូរធារតែខ្ញុំវិញក្រធ្វើចំណាក់មកនៅស្រុកគេសែនរងាជីវិតលំបាកលំបិនត្រឡប់ទៅលិនឡើងវងវីព្រោះតែក្រពេករៀនមិនចប់ទី12គ្មានចំណេះគ្មានជំនាញមានតែធ្វើជាកូលីញើហូរឡើងសាប់លីអូទៅដូរយកលុយទិញបាយស៊ីបើសិនយើងនៅតែអន់នៅគ្មានឯណាគេខ្វល់ទេទឹកមកមិនសូវប្រៃវិសាប់ដូចជាទឹកទន្លេគេតែញ៉ាំមើលរំលងមិនឲ្យតម្លៃលើយើងទេក៏ព្រោះតែយើងនេះក្រយ៉ាងណាមិនចោះចំណោមគេអ្នកមានកូនទាំងទ្វេលោកកាន់តែចាស់ដែរហើយតែកូននៅលេលើដើររំមិនឃើញក៏ត្រើយសង្ឃឹមតែថ្ងៃណាមួយពួកយើងនឹងបានធូរស្បើយកូនពិតមិនចង់ឃើញលោកត្រូវលំបាកទៀតឡើយរឿងជីវិតពិតលំបាកពេកហើយ